បាទសួស្តីលោកស្រីជាថ្នាក់ដឹកនាំផ្នែកលក់ទាំងអស់គ្នាអញ្ចឹងយុទ្ធសាស្ត្ររបស់យើងមិនទាន់អស់ទេយើងត្រូវមានផ្សេងទៀតអញ្ចឹងនៅពេលដែលយើង ដឹងថាអ្នកណាជាអតិថិជនរបស់យើងនាំធីមយើងឆ្ពោះទៅរកមិនទាន់អស់ទេពេលដែលគេទៅរកភ្ញៀវបានតែយើងចាយលុយឲ្យគេយ៉ាងម៉េចយើងផ្ដល់កម្រៃឲ្យគេយ៉ាងម៉េចអញ្ចឹងត្រង់នេះជាអ្នកដឹកនាំត្រូវតែប្រយ័ត្នប្រយែងក៏ដូចជាសម្រិតសម្រាំងទៅលើកម្រៃជើងសារ scheme ផ្សេងៗរដ្ឋាភិបាលផ្សេងៗ incentive ផ្សេងៗត្រូវតែគណនាឲ្យបានស្រេចគឺត្រូវតែមាន scheme structure ឲ្យច្បាស់លាស់កម្រៃជើងសារច្បាស់លាស់ថាប្រយោជន៍អីខ្លះដែលអ្នកលក់ទាំងអស់ហ្នឹងនឹងទទួលបាន override ទាក់ទងអីផ្សេងៗអញ្ចឹងការគណនាក្តីការរៀបចំកម្រៃជើងសារក្តីគឺត្រូវតែគណនាបានច្បាស់លាស់ដោយយើងមានក្រុមជា actuarial ជាអ្នកគណនាតម្លៃដើមនិងតម្លៃផលចំណេញផ្សេងៗហ្នឹងត្រូវតែគណនាបានច្បាស់លាស់អញ្ចឹងត្រង់ចំណុចយុទ្ធសាស្ត្រកម្រៃជើងសារនេះបើយើងអត់ចេះគណនាកុំបារម្ភយើងអាចជួលគេបានយើងអាចជួលអ្នកដែលមានជំនាញជួលអ្នកជំនាញ actuarial គេអាចគណនាយើងបានអញ្ចឹងយើងអត់អាចផ្ដល់កម្រៃជើងសារធ្វើ promotion ឬក៏ផ្ដល់អត្ថប្រយោជន៍ផ្សេងៗជា incentive ជា override ជា bonus អីផ្សេងៗតាមអំពើចិត្តបានទេគឺត្រូវតែមានវិធីសាស្ត្រនិងក្បួនខ្នាតត្រឹមត្រូវក្នុងការគណនាអញ្ចឹងมันអាចនឹកសម័យទៅខ្ញុំចង់ឲ្យប៉ុណ្ណេះភាគរយប៉ុណ្ណោះភាគរយណែបើលក់បានប៉ុណ្ណេះខ្ញុំឲ្យ override ប៉ុណ្ណេះអត់ទេគឺត្រូវតែគណនាតាមក្បួនច្បាស់លាស់ហើយរកអ្នកជំនាញដែលគណនាកម្រៃជើងសារអ្នកជំនាញដែលក្នុងការវាយតម្លៃក៏ដូចជាវិភាគផ្សេងៗថាតើអាចចំណេញអត់អញ្ចឹងនៅពេលដែលយើងលក់ផលិតផលហ្នឹងយើងចំណេញបានប៉ុណ្ណឹងអញ្ចឹងបើយើងចំណាយទៅលើទីផ្សារទៅលើរដ្ឋបាលទៅលើកម្រៃជើងសារទៅលើ campaign contest ផ្សេងៗ incentive override ឬក៏ bonus ផ្សេងៗសំណួរសួរថាចំណេញអត់អញ្ចឹងត្រូវការគណនាច្បាស់លាស់អញ្ចឹងត្រង់នេះគឺត្រូវជួបជាថ្នាក់ដឹកនាំផ្នែកលក់បើយើងធ្វើការឲ្យក្រុមហ៊ុនគេយើងត្រូវតែសិក្សាឲ្យច្បាស់អំពីកម្រៃជើងសារពី scheme របស់គេនឹងឲ្យច្បាស់តែបើសិនបើយើងជា agency ឯករាជ្យយើងត្រូវតែរកអ្នកជំនាញដើម្បីជួយកំណត់តម្លៃជួយគណនាឲ្យបានសពគ្រប់ជ្រុងជ្រោយដើម្បីបានផលចំណេញពីព្រោះអីយើងធ្វើការរស់ស៊ីត្រូវការចំណេញទោះបីតែយើងធ្វើការឲ្យក្រុមហ៊ុនគេក៏ដោយកម្រៃជើងសារដែលគេឲ្យគេត្រូវការចំណេញអញ្ចឹងយើងត្រូវប្រកាសថាចេះអ្វីដែលយើងលក់អតិថិជនយើងចំណេញនៅពេលដែលយើងលក់យើងបានកម្រៃជើងសារដែលធីមរបស់យើងដែលក្រុមរបស់យើងក៏ចំណេញក្រុមហ៊ុនដែលយើងកំពុងបម្រើការជូនហ្នឹងក៏ចំណេញដែរឬក៏ដៃគូដែលយើងជា agency ទៅលក់ឲ្យដៃគូរបស់យើងត្រូវប្រកាសថាដៃគូយើងក៏ចំណេញយើងក៏ចំណេញអតិថិជនយើងក៏ទទួលបានអត្ថប្រយោជន៍សមនឹងតម្លៃដែលគាត់បានផ្ដល់មកឲ្យក្រុមហ៊ុនវិញអញ្ចឹងត្រូវតែរកអ្នកជំនាញក្នុងការគណនាឲ្យបានជាក់លាក់ក្នុងករណីយើងគេមាន scheme ស្រេចត្រូវតែយល់ឲ្យច្បាស់ពីលក្ខខណ្ឌផ្សេងៗដើម្បីទទួលបានកម្រៃជើងសារនិងអត្ថប្រយោជន៍ផ្សេងៗ override bonus អីផ្សេងៗគឺត្រូវតែសិក្សានាំគ្នាសិក្សាបញ្ជាក់ម្ដងទៀតបើអត់ច្បាស់ត្រូវតែរកអ្នកជំនាញមកបញ្យល់ឲ្យច្បាស់បានអាចដឹកនាំក្រុមបានល្អប្រសើរហើយចំណេញនិងដើរបានឆ្ងាយ